សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នាជាថ្មីម្ដងទៀតហើយតាក់ទងជាមួយនឹងរឿងរ៉ាវអតីតកាលដែលនិយាយអំពីពពួកអមនុស្សខ្មោចព្រាយបិសាចបាទអញ្ចឹងថ្ងៃនេះខ្ញុំមានរឿងរ៉ាវមួយនឹងនាំយកជូនអ្នកទាំងអស់គ្នាបាទស្ដាប់កំសាន្តបាទរឿងរ៉ាវទាំងនោះកើតជាមួយនឹងបងប្រុសម្នាក់ឈ្មោះថាបងកយអញ្ចឹងគាត់បាននិយាយថាបាទរឿងរ៉ាវទាំងហ្នឹងវាកើតឡើងក្នុងអំឡុងពេលដែលគាត់នៅក្មេងគឺនៅពេលដែលគាត់បាទទៅស្រែចម្ការបាទទៅក្រោកប្រហែលជាម៉ោង4ម៉ោង3ម៉ោង4យប់បាទទីភ្លឺដែលនៅអំឡុងពេលដែលគាត់ទៅស្រែបាទអញ្ចឹងបង្កយគាត់បាននិយាយប្រាប់បាទថាកាលពីជាង20ឆ្នាំមុនគឺគាត់នៅវ័យជំទង់នៅពេលនោះគាត់បាទរស់នៅជាអ្នកស្រុកស្រែចម្ការដែលបាទគាត់ធ្វើស្រែអញ្ចឹងជាធម្មតានៅពេលដែលរដូវធ្វើស្រែគឺបាទប្រជាជនកសិករយើងតែងតែក្រោកបាទនៅពេលព្រឹកម៉ោង3ម៉ោង4ដើម្បីទៅស្រែបាទទៅចងកដាប់ស្រូវបាទប្រហែលជាអ្នកទាំងអស់គ្នាមួយចំនួននឹងស្គាល់ថាអ្វីទៅជាកដាប់ស្រូវហើយបាទអញ្ចឹងគាត់បាននិយាយប្រាប់ថាកាលពីគាត់បាទនៅស្រែចម្ការគាត់នៅវ័យជំទង់ហ្នឹងគឺបាទគាត់មានដីស្រែច្រើនដែលឪពុករបស់គាត់បាទធ្វើស្រែធ្វើអីហើយនៅរដូវចម្រូតមានន័យថានៅពេលដែលស្រូវទុំបាទប្រជាជនកសិករយើងតែងតែបាទក្រោកពីព្រលឹមដើម្បីទៅចងស្រូវដែលពួកគាត់បាទច្រូតហើយពីល្ងាចនិងលើកដាក់នៅលើរទេះបាទដើម្បីដឹកយកមកផ្ទះបាទបោកបែនយកបាទគ្រាប់ស្រូវដើម្បីដាក់នៅចង្រុកអញ្ចឹងគាត់បាននិយាយថាការអំឡុងពេលហ្នឹងគឺបាទគាត់បានងើបទៅជាមួយនឹងឪពុករបស់គាត់ប្រហែលជាខ្ទង់ម៉ោង3ម៉ោង4ទីភ្លឺអញ្ចឹងគាត់ថានៅពេលដែលបាទឪពុករបស់គាត់កំពុងតែបរទេះគោបាទដើម្បីទៅស្រែចងកដាបស្រូវដែលបានច្រូតពីល្ងាចនោះនៅពេលនោះគឺបាទឪពុករបស់គាត់គឺបរទេះគោហើយគាត់នៅខាងមុខរីឯបាទបង្កយគាត់នៅខាងក្រោយបាទជិះនៅលើរទេះជាមួយគ្នាប៉ុន្តែគាត់នៅគួយពីក្រោយហើយគាត់ថាអំឡុងពេលដែលគាត់អង្គុយពីក្រោយហ្នឹងគាត់ថាបាទចេញពីផ្ទះប្រហែលជាខ្ទង់បាទពី3គីឡូមានន័យថាចេញពីភូមិហើយអញ្ចឹងកាលហ្នឹងគឺបាទមានភូមិអញ្ចឹងភូមិរបស់គាត់គឺជាភូមិដែលនៅកណ្ដាលភូមិទី1ហើយបាទភូមិបន្ទាប់គឺភូមិបាទរបស់គេហើយគាត់ថានៅពេលដែលបរចេញពីភូមិផុតពីភូមិទី2ហ្នឹងគឺគាត់បាទអង្គុយខាងក្រោយហ្នឹងស្រាប់តែគាត់ឃើញបាទដូចជាមនុស្សដែលដើរតាមក្រោយរទេះស្ទង់ហើយគាត់ថាឃើញបាទដំបូងឃើញតែដូចជាមនុស្សដើរស្ទង់ពីក្រោយរទេះទេតែគាត់ថារទេះគឺបើកបាទបរលឿនដែរប៉ុន្តែឃើញមនុស្សដែលដើរតាមក្រោយហ្នឹងគឺវាលឿនស្មើនឹងរទេះគោដែរបរជាធម្មតាមនុស្សយើងបើសិនជាមនុស្សយើងដើរប្រហែលជាដើរនឹងអាចអត់ទាន់រទេះគោទេប៉ុន្តែគាត់ថាឃើញបាទសមោស្ទង់ដែលដើរតាមក្រោយរទេះគោហ្នឹងគឺដើរលឿនដំបូងគាត់ថាឃើញជាសមោលមនុស្សធម្មតាទេតែស្រាប់តែក្រោយមកគាត់ថាបាទឃើញស្ទង់ហើយ
ដំបូងឃើញបាទសមោលហ្នឹងជក់របៀបថាដូចជាមនុស្សជក់បរិយអញ្ចឹងគឺឃើញបាទភ្លើងក្រហមធ្លោដែលប្រៀបដូចជាមនុស្សយើងបាទជក់បរិយអញ្ចឹងជក់បរិយហើយគឺបឺតកាលណាបឺតបរិយទៅគឺធ្វើឲ្យបរិយដែលយើងបឺតហ្នឹងវាឆេះអញ្ចឹងវាពេលខ្លះវារីកពេលខ្លះបាទរួមពេលខ្លះបាទភ្លើងបរិយហ្នឹងគឺតូចពេលខ្លះភ្លើងបរិយហ្នឹងវាធំវាតាមនៅពេលដែលយើងបឺតវាអញ្ចឹងពេលដែលយើងដកដង្ហើមបឺតគឺបរិយហ្នឹងគឺវាឆេះខ្លាំងអញ្ចឹងឆេះខ្លាំងគឺពលឺភ្លើងក្រហមហ្នឹងគឺខ្លាំងដូចគ្នាអញ្ចឹងពេលដែលយើងឈប់បឺតគឺភ្លើងបរិយហ្នឹងគឺវានឹងរួមតូចហើយវាបាទភ្លឺរៀងតូចដូចគ្នាអញ្ចឹងគាត់ថាដំបងគឺឃើញរបៀបដូចជាភ្លើងបរិយដែលមនុស្សបឺតវាភ្លឺខ្លាំងភ្លឺខ្សោយតាមកម្លាំងខ្យល់នៃការបឺតនិងកម្លាំងនៅពេលដែលយើងឈប់បឺតអញ្ចឹងណាប៉ុន្តែគាត់ថាក្រោយមកគឺស្រាប់តាបាទឃើញបាទភ្លើងបរិយដែលបឺតហ្នឹងវាធំឡើងដំបងគឺឃើញទូចឯងឃើញដូចភ្លើងបរិយយើងធម្មតាប៉ុន្តែស្រាប់តាបាទយូរទៅឃើញភ្លើងដែលភ្លើងដូចភ្លើងបរិយដែលយើងបឺតហ្នឹងវារីកធំឡើងបាទដំបងវាប្រប៉ិនរបៀបថាប្រប៉ិនបរិយយើងទូធម្មតាស្រាប់តែយូរទៅគាត់ថាឃើញវារីកធំប្រប៉ិនមេជើងដល់ពេលយូរទៅវារីកប្រប៉ិនកពួនដៃអញ្ចឹងដល់ពេលអញ្ចឹងគាត់ចាប់ដើមព្រឹកខ្ញាក់គាត់ថាចំភ្លើងបរិយអីក៏ធំម្លឹងហើយគាត់ក៏កេះប្រាប់បាទឪពុករបស់គាត់ប៉ុន្តែឪពុករបស់គាត់ជាធម្មតាគាត់ជាមនុស្សចាស់គាត់ជាមនុស្សដែលឆ្លងកាត់បទពិសោធន៍ច្រើនកាលពីសម័យហ្នឹងគឺសម្បូរបាទពពុះខ្មោចលងខ្មោចអីមិនមែនដូចយើងសម័យឥឡូវអត់សូវមានទេអញ្ចឹងគឺធម្មតាគាត់មនុស្សចាស់គាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនគាត់ដឹងថាអូខេអាហ្នឹងជាអ្វីបាទអញ្ចឹងក៏គាត់បាននិយាយប្រាប់បង្កយដើម្បីកុំឲ្យគាត់ខ្លាចនិយាយប្រឡប់កុំឲ្យគាត់ខ្លាចគាត់ថាអូយវាមិនស្អីទេមនុស្សយើងហ្នឹងមនុស្សគេដើរពីក្រៅអាទេសយើងហ្នឹងតែបង្កយគាត់នៅតែបាទអត់ជឿពីព្រោះអីគាត់ថាមិនដែរមនុស្សណាជក់បរិយឡើងប្រព័ន្ធកពួនដៃហើយអញ្ចឹងគាត់អត់ជឿទេតែគាត់ព្យាយាមហៅឪពុករបស់គាត់ទៀតអញ្ចឹងឪពុករបស់គាត់ដឹងអញ្ចឹងក៏គាត់ប្រាប់ថាឲ្យនៅស្ងៀមកុំមាត់កុំអីមនុស្សយើងដើរពីក្រោយដើរអីហ្នឹងគេជក់បរិយគេអីចឹងហើយអញ្ចឹងបង្កយគាត់នៅតែមិនអស់ចិត្តដល់ពេលគាត់នៅមិនអស់ចិត្តគាត់ក៏ព្យាយាមបាទមើលទៅលើបាទមនុស្សដែលគាត់គិតថាមនុស្សដើរពីក្រោយហ្នឹងគាត់ថាគាត់មើលមុខព្យាយាមមើលមុខពីព្រោះអីនៅពេលជក់បរិយនៅពេលបើទៅគឺធម្មតាយើងនឹងឃើញមុខមនុស្សតែគាត់ថាព្យាយាមមើលទៅគឺនៅតែអត់ឃើញបាទអត់ឃើញមនុស្សហើយបាទគាត់បានព្យាយាមមើលទៅបាទជើងម្ដងអញ្ចឹងកាលពីរដូវហ្នឹងគឺគាត់ថានៅពេលយប់គឺខែភ្លឺប៉ុន្តែរបៀបថាភ្លឺវាខ្នើតចូលរនោចអញ្ចឹងវាមិនមែនភ្លឺបាទខ្លាំងភ្លឺច្បាស់ដែលអាចឲ្យយើងមើលរូបរាងរបស់មនុស្សឃើញច្បាស់អញ្ចឹងគាត់ថារបៀបថាឃើញពលឺព្រិលអញ្ចឹងគាត់មើលទៅបាទមើលមុខមិនឃើញគាត់មើលទៅជើងប៉ុន្តែគាត់ថាដល់ពេលកលេចមើលទៅជើងទៅគឺអត់ឃើញជើងឃើញតែមនុស្សដើរស្ទង់ពីក្រោយហ្នឹងអញ្ចឹងក៏គាត់ចាប់ដើមបាទសង្ស័យពីព្រោះអីគាត់មិនមែនជាមនុស្សដែលមិនធ្លាប់ជួបខ្មោចជួបអីទេដូចខ្ញុំនិយាយចឹងថាមនុស្សសម័យហ្នឹងគឺសម្បូរជួបពពួកខ្មោចពពួកអីលងបន្លាចអញ្ចឹងគាត់ក៏មានបទពិសោធន៍ធ្លាប់ជួបដែរអញ្ចឹងគាត់គ្រាន់តែឃើញអញ្ចឹងគាត់ដឹងអូវាជាខ្មោចលងគាត់ហើយអញ្ចឹងក៏គាត់អត់មានខ្លាចអត់មានអីគាត់ធម្មតាដោយសារតែគាត់ធ្លាប់
ជួបរឿងរ៉ាវខ្មោចលងចឹងដែរពីមុនមកអញ្ចឹងគាត់បន្តទៀតថាបាទនៅពេលដែលគាត់ឃើញអញ្ចឹងហើយគាត់បាទមានអារម្មណ៍ថាខ្លាចដែរប៉ុន្តែគាត់ថាវាមិនខ្លាចខ្លាំងវាព្រោះអីគាត់ធ្លាប់ជួបនៅបទពិសោធន៍រឿងរ៉ាវបែបហ្នឹងកន្លងមកច្រើនដែរអញ្ចឹងគាត់ទោះបីជាខ្លាចក៏គាត់មិនខ្លាចដូចក្មេងៗសាឡមៃឥឡូវដែរគាត់គ្រាន់តែខ្លាចព្រឺបាទហើយឈប់មាត់ឈប់កមិនសួរបើពុកគាត់ដេញដោលឲ្យច្រើនអញ្ចឹងណាគាត់ក៏នៅអង្គុយខាងក្រោយនៅមើលបាទសមោលដែលដើរតាមពីក្រៅផ្ទះនឹងស្ទង់បាទរហូតដល់ប្រហែលគាត់ថាដើរតាមតែប្រហែលជាខ្ទង់បាទពី3គីឡូពីព្រោះអីតាំងពីចាញ់ផុតពីភូមិរហូតដល់បាទប្រហែលជាខ្ទង់2គីឡូ3គីឡូហ្នឹងគាត់ឃើញរហូតប៉ុន្តែឃើញដែរបាទមនុស្សជក់បរិយស្ទង់ចឹងរហូតហ្នឹងគឺអត់មានលងបន្លាចអ្វីដែលអាក្រក់ឬក៏បច្ចេកការៈអីដែលអាក្រក់ខ្លាំងឯគឺវាគ្រាន់តែឃើញជាសមោស្ទង់ដើរតាមពីក្រៅប្រទេសហើយនឹងបាទជក់បរិយបាទដែលឃើញម្ដងរីកម្ដងរួមបាទពីតូចទៅតូចរហូតដល់ធំប៉ុណ្ណឹងក៏ដៃនឹងអញ្ចឹងគាត់ថានៅពេលដែលដើរទៅដល់ប្រហែលជាខ្ទង់ពី3គីឡូហ្នឹងក៏បាទឃើញសមោលឃើញអីដែលដើរពីក្រោយគាត់ហ្នឹងក៏ដើរចូលនឹងបាទចុះពីផ្លូវចូលតាមដីស្រែបាទទៅប៉ុន្តែគាត់ថាបើសិនជាមនុស្សយើងប្រហែលជាដើរចុះពីផ្លូវចូលស្រែដែលស្រែធម្មតាវាមានបាទកញ្ជ្រៀងស្រូវដែលគេច្រូតហើយតែគាត់ថានៅពេលដែលដើរចុះនឹងបាទស្រែដែលមានកញ្ជ្រៀងស្រូវក៏មិនឮសំឡេងកញ្ជ្រៀងដែលប៉ះជាមួយនឹងជើងមនុស្សយើងដើរបើសិនជាមនុស្សយើងដើរយើងដឹងថាយើងមានជើងអញ្ចឹងវាដើរចូលក្នុងបាទស្រែដែលមានកញ្ជ្រៀងស្រូវគេច្រូតរួចគឺវាតែងតែឮប្រោកបាទផាត់ប៉ះជាមួយនឹងជើងរបស់យើងតែគាត់ថានេះគឺនៅពេលដែលដើរចូលទៅគឺអត់មានឮសំឡេងអីទាំងអស់គឺគ្រាន់តែឃើញមនុស្សចូលបាទដើរចូលស្ទង់កាត់តាមស្រែបាទដែលមានកញ្ជ្រៀងហ្នឹងទៅតែវាអត់មានឮសំឡេងបាទផាត់ឬក៏ប្រៅនៅពេលដែលយើងដើរកាត់ឯងអញ្ចឹងគាត់បាទច្បាស់ 100% ហ្មងគឺជាខ្មោចលងប៉ុន្តែអ្វីដែលសំខាន់គឺវាអត់បានធ្វើបាបបន្លាចគាត់បាទអាក្រក់អញ្ចឹងវាគ្រាន់តែបាទដើរពីក្រោយហើយជក់បរិយដូចមនុស្សយើងជក់បរិយធម្មតាអញ្ចឹងគាត់ថាប្រហែលជាវាប្រហែលជាពពុះខ្មោចឬក៏អមនុស្សហ្នឹងគឺប្រហែលជាគេដើរចេញពីបាទផ្ទះឬក៏ចេញពីកន្លែងណាមួយហើយនឹងទៅកន្លែងមួយទៀតចឹងបានជាវាបាទអត់ប្រឡងបន្លាចអត់ឡងអីយើងចឹងប៉ុន្តែប្រហែលជាមកពីគាត់បាទមាននិស្ស័យឬក៏គាត់អាចឃើញពពុះអស់ហ្នឹងបាននៅពេលដែលគេដើរបាទពីកន្លែងមួយទៅកន្លែងមួយទៀតចឹងគាត់មើលឃើញវាមិនមែនជាការលងបន្លាចរបស់គេទេវាគ្រាន់តែជាបាទអ្វីដែលគេត្រូវដើរកាត់បាទដូចមនុស្សយើងអញ្ចឹងគឺពេលខ្លះយើងចេញពីផ្ទះទៅស្រែទៅអីចឹងនេះក៏ប្រហែលជាពពុះអស់ហ្នឹងក៏ដូចគ្នាដែរប្រហែលជាគេចេញពីកន្លែងមួយទៅកន្លែងមួយទៀតចឹងតែវាចៃដន្យនេះគឺវាស្របពេលជាមួយដែរគាត់ដើរបាទគាត់បរទេសគោគាត់ទៅស្រែចំការដែរដើម្បីចងកដាប់ស្រូវដឹកអីយកមកផ្ទះទៅក៏វាចៃដន្យគ្នាក៏គាត់អាចមើលឃើញគេដើរបាទតាមពីក្រោយចឹងតែតាមពិតប្រហែលជាគេដើរ
ផ្សេងរបស់គេទេគេមិនបានទៅចាប់អារម្មណ៍គេមិនបានទៅលងបន្លាចគាត់ទេអូខេវាធម្មតាមនុស្សខ្លះគឺអាចមើលឃើញបាទវាប្រៀបដូចជាមនុស្សយើងថ្ងៃបាទរាសីខ្ពស់រាសីដាក់ចឹងនៅពេលដែលយើងរាសីខ្ពស់យើងអត់មានបញ្ហាអត់មានរឿងរ៉ាវចង្រៃឬក៏មិនល្អណាកើតជាមួយយើងទេតែនៅពេលដែលយើងមានរាសីទាបពេលនោះយើងចេះតែជួបរឿងរ៉ាវដែលមិនល្អផ្សេងពេលខ្លះក៏យើងអាចមើលឃើញពពួកដែលមិនល្អមិនអីបាទដូចគ្នាចឹងនេះគាត់ថាប្រហែលជានៅពេលហ្នឹងគាត់បាទអាចរាសីទាបអញ្ចឹងបានជួបរឿងរ៉ាវបែបហ្នឹងអូខេអញ្ចឹងរឿងរ៉ាវតាក់ទងជាមួយនឹងបង្កយដែលគាត់ថាគាត់បានឃើញខ្មោចនៅពេលដែលគាត់បាទទៅស្រែដើម្បីចងកដាប់បាទដឹកស្រូវដឹកអីបាទយកមកផ្ទះកាលពីបាទគាត់នៅក្មេងបាទវាបាទមានប៉ុណ្ណឹងអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាបាទមានរឿងរ៉ាវចម្លែកមានរឿងរ៉ាវដែលអ្នកទាំងអស់គ្នាជួបប្រទះដោយខ្លួនឯងបាទអាច comment នៅខាងក្រោមនិងបាទចែករំលែកនៅរឿងរ៉ាវរបស់អ្នកទាំងអស់គ្នាជាមួយនឹង admin ដើម្បី admin យកទៅចែកបាទចែកចាយទៅឲ្យបាទអ្នកដទៃបានស្ដាប់បានដឹងអំពីរឿងរ៉ាវនិងប្រវត្តិដែលអ្នកទាំងអស់គ្នាបានជួបបានឃើញជាមួយនឹងពពួកអមនុស្សអញ្ចឹងវាជារឿងរ៉ាវមួយដែលបាទសម្រាប់មនុស្សម្នាក់ដែលជួបប្រទះបាទបើសិនជាអ្នកទាំងអស់គ្នាបាទអ្នកខ្លះជឿឬក៏មិនជឿវាអាស្រ័យទៅលើបាទជំនឿនិងបាទការធ្លាប់ជួបប្រទះឬក៏វាជាបាទរឿងរ៉ាវមួយដែលយើងមិនអាចបង្ហាញភស្តុតាងមិនអាចបាទឲ្យអ្នកណាមួយជឿជាក់ថាវាពិតជាមានឬក៏អត់ទេវាអាស្រ័យទៅលើបទពិសោធន៍រៀងខ្លួនរបស់មនុស្សយើងអូខេអញ្ចឹងបាទចំពោះរឿងរ៉ាវមួយនេះបាទមានប៉ុណ្ណឹងបាទយើងជួបគ្នានៅវីដេអូបាទក្រោយទៀតបាទអញ្ចឹងadmin សូមជម្រាបលា